បាទខ្ញុំសូមបានសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនម្ដងទៀតខ្ញុំបាទឈ្មោះសុវណ្ណទីគាជាអ្នកស្រុកស្នួលខេត្តក្រចេះប៉ុន្តែដើមកណ្ដាលនៅក្នុងខេត្តស្ទឹងត្រែងបច្ចុប្បន្នខ្ញុំបានលក់គ្រឿងកសិកម្មនៅក្នុងស្រុកស្នួលខេត្តក្រចេះបងហើយនៅពេលដែលប្រឡងទើបខ្ញុំមករកកន្ទប់ជួលក៏ដូចជាមកនៅភ្នំពេញនេះដើម្បីធ្វើការប្រឡងចំនួន2-3ខែដែលតាមស្ថាប័នអ្នកកំណត់ជូនបងបានជំរាបសួរបងក៏ដូចជាជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងគ្នាដែលកំពុងមើលបន្តផងដែរបាទខ្ញុំបាទមានឈ្មោះសុវណ្ណទីគាជាបេក្ខភាព Supra National Cambodia 2026ផងដែរបងអូខេបងសម្រាប់ខ្ញុំគឺនិយាយចំទៅពាក់ព័ន្ធជាមួយវិស័យបវរកញ្ញាក៏ដូចជាបរិះឯនេះគឺជាលើកទី1សម្រាប់ខ្ញុំហើយក៏ជាឆ្នាំដំបូងដូចគ្នាបងសម្រាប់ខ្ញុំបើសិនជាបើយើងគិតភាសាថាប្រកួតមួយម៉ាត់គឺมันជាបញ្ហាបងសម្រាប់ខ្ញុំសំខាន់ជាប្រកួតសិនបងព្រោះពេលវេលាហ្នឹងវាខាងស្ថាប័នគាត់ដាក់ challenge មកយើងសំខាន់បំផុតគឺខ្ញុំធ្វើឲ្យល្អហើយខ្ញុំ ready ពីហើយខ្ញុំក៏ដឹងព័ត៌មានខ្លះៗដែរសម្រាប់កម្មវិធីហ្នឹងបង yes មិនបញ្ហាទេទាំងអស់បងបានន័យថាមុននឹងខ្ញុំឈានជើងចូល Supra គឺខ្ញុំមានទាំងអស់ដែរបានន័យថាទោះវាមិន 100% ប៉ុន្តែវាអាចបាន80ឬក៏90%អ្វីគ្រប់យ៉ាងគឺសំខាន់ខាងស្ថាប័នគាត់រៀប challenge បែបម៉េចគឺខ្ញុំធ្វើទៅតាមអ្វីដែលគេចង់បានបងមានតែយើងមើលបន្តទៀតទាំងអស់គ្នា yes បងបាទបងរួចរាល់បងរួចរាល់ yes រួចរាល់គឺបន្តតាណាជាមួយពួកគាត់ទាំងអស់គ្នាបងបាទបងបាទខ្ញុំសូមបានសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនម្ដងទៀតខ្ញុំបាទឈ្មោះសុវណ្ណទីគាជាអ្នកស្រុកស្នួលខេត្តក្រចេះប៉ុន្តែដើមកណ្ដាលនៅក្នុងខេត្តស្ទឹងត្រែងបច្ចុប្បន្នខ្ញុំបានលក់គ្រឿងកសិកម្មនៅក្នុងស្រុកស្នួលខេត្តក្រចេះបងហើយនៅពេលដែលប្រឡងទើបខ្ញុំមករកកន្ទប់ជួលក៏ដូចជាមកនៅភ្នំពេញនេះដើម្បីធ្វើការប្រឡងចំនួន2-3ខែដែលតាមស្ថាប័នអ្នកកំណត់ជូនបងឥឡូវអញ្ចឹងបងតាមពិតទៅភាសារំខានវាមិនជារំខានព្រោះសារអ្វីដែលយើងឈានជើងចូលមកយើងគិតរួចជាស្រេចហើយបងបានន័យថាខ្ញុំចេញមកហ្នឹងព្រោះខ្ញុំលក់ដូរជាមួយម៉ាក់នៅផ្ទះហើយការងារមួយទៀតអាចថាបងគាត់អ្នកមើលបានអញ្ចឹងខ្ញុំបន្តបន្សំពីខាងក្រោយទេប៉ុន្តែក្នុងការងារហ្នឹងយើងអាចតម្លាក់ចោលបាននៅពេលដែលយើងប្រកួតចប់យើងអាចនិយាយចំទៅខ្ញុំត្រូវទៅធ្វើការខ្ញុំទៅនៅពេលដែលខ្ញុំមកប្រឡងខាងស្ថាប័នគាត់ invite យើងក៏យើងមកធ្វើការធម្មតាប្រកួតធម្មតាបងអត់អីទេហើយក៏អត់ឲ្យប៉ះពាល់ទាំងសងខាងបងនិយាយចាំទៅដូចខ្ញុំប្រាប់បងខាងដើមអញ្ចឹងមុននឹងខ្ញុំឈានជើងចូលកម្មវិធីប្រឡងគឺខ្ញុំសុំម៉ាក់ក៏ដូចជាបងខ្ញុំផ្ទាល់ហើយខ្ញុំថាឥឡូវខ្ញុំសុំមកប្រឡងហើយគាត់ថាអូខេណាមួយបើសិនជាអ្នកលក់គ្រឿងកសិកម្មដូចពួកខ្ញុំខែនេះវាជារដូវមួយដែលរដូវរៀងស្ងាត់ណាបងអញ្ចឹងយើងអាចដកឃ្លាបានអញ្ចឹងបានន័យថារាល់ព្រោះដោយសារការរកស៊ីពួកខ្ញុំនេះយើងពឹងផ្អែកទៅលើតាមទូរស័ព្ទច្រើនបងអញ្ចឹងមិនជាបញ្ហាទេយេបងអត់បញ្ហាទេបាទបងសម្រាប់ភាសាថាធ្លាក់យកជ័យយកប័ណ្ណពិសោធន៍ហ្នឹងបានតែអញ្ចឹងបងធម្មតាអ្នកនំមកប្រកួតអត់មានអ្នកគេចង់ធ្លាក់អីប៉ុន្តែអ្វីដែលខ្ញុំគិតពីផ្ទះមកអ្វីដែលខ្ញុំ ready មកគឺខ្ញុំចង់បានជ័យលាភីដូចបងនិយាយចឹងខ្ញុំចង់បានជ័យលាភីរឿងធ្លាក់មួយខ្ញុំអត់ចង់បានទេអូខេខ្ញុំបាទសុវណ្ណទីគាមានតែមេរៀន10អរគុណមែនតើហើយក៏ដូចជាស្នើសុំក៏ដូចជាអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលតែស្រឡាញ់ចូលចិត្តខ្ញុំអញ្ចឹងបើសិនជាចង់តាមដានខ្ញុំក៏ដូចជា support ខ្ញុំស្រឡាញ់ចូលចិត្តខ្ញុំកុំភ្លេចចូល like ក៏ដូចជា follow ជួយ share ជួយ support ខ្ញុំបានច្រើននិងផ្ដល់កម្លាំងចិត្តឲ្យខ្ញុំបានច្រើនដើម្បីឲ្យខ្ញុំប្រកួតទៅកាន់វគ្គបន្តទៀតអញ្ចឹងអរគុណច្រើនទាំងគ្នាណាបងអរគុណច្រើនបងអរគុណបងអរគុណ yes